សូមស្វាគមន៍មកកាន់ Channel និង Page ASEAN Military ដែលជា Channel តែងតែលើកយកសភាវុធមកធ្វើការបង្ហាញដើម្បីជាការចែករំលែកដល់បងប្អូនដែលចូលចិត្តវិស័យយោធាឲ្យបានជ្រាបខ្លះៗអំពីសភាវុធនៅលើពិភពលោកអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងមកស្គាល់អំពីយន្តហោះចម្បាំងនិងទម្លាក់គ្រាប់បែករបស់ប្រទេសចិនទាំងអស់គ្នាសៀន JH-7 គឺជាយន្តហោះចម្បាំងធុនស្រាលនិងជាយន្តហោះទម្លាក់គ្រាប់បែករបស់ប្រទេសចិនដែលអង្គការ NATO ហៅថា Founder JH-7 ជាយន្តហោះដែលប្រើប្រាស់ម៉ាស៊ីនភ្លោះដែលផលិតឡើងដោយប្រទេសចិនដោយក្រុមហ៊ុនផលិតយន្តហោះ Xi'an Aircraft Industry Corporation បច្ចុប្បន្នវាកំពុងដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិននៃកងទ័ពជើងទឹកនិងកងទ័ពអាកាសរំដោះប្រជាជនចិនយន្តហោះនេះផលិតនៅក្នុងឆ្នាំ1988ដល់ឆ្នាំ2017ហើយវាបានដាក់ឲ្យហោះហើរលើកដំបូងនៅក្នុងឆ្នាំ1988និងបានដាក់ឲ្យបម្រើការនៅក្នុងជួរកងទ័ពឆ្នាំ1992យន្តហោះនេះផលិតបានចំនួន270គ្រឿងគិតត្រឹមឆ្នាំ2018យន្តហោះនេះវាមានច្រើនស៊េរីនិងប្រភេទដូចជា JH-7 JH-7A JH-7A2 JH-7E BSC-1 Flying Leopard BSC-1A Flying Leopard 2ចំពោះលក្ខណៈពិសេសរបស់យន្តហោះចម្បាំង JH-7 នេះវាមានអាកាសយានិកចំនួន2នាក់វាមានប្រវែង 22.32 ម៉ែត្រទទឹងស្លាប 12.8 ម៉ែត្រកម្ពស់ 6.22 ម៉ែត្រទំហំស្លាបយន្តហោះ 42.2 ម៉ែត្រការ៉េយន្តហោះ JH-7 វាមានទម្ងន់ទទេ 14.5 តោនទម្ងន់សរុបពេលផ្ទុកសភាវុធនិងប្រេងរួច 28.47 តោនយន្តហោះនេះវាប្រើប្រាស់ម៉ាស៊ីនចំនួន2ប្រភេទ Xi'an WS9 Fueling Turbofan យន្តហោះនេះវាមានល្បឿនលឿនជាងសំឡេង 1.52 ដងវាហោះក្នុងល្បឿន 1808 គីឡូម៉ែត្រក្នុង1ម៉ោងវាអាចហោះប្រតិបត្តិការបានចម្ងាយ 900 គីឡូម៉ែត្រហើយបើវាចាក់សាំងនៅលើអាកាសបានមួយដងវាអាចប្រតិបត្តិការបានចម្ងាយរហូតដល់ 1760 គីឡូម៉ែត្រហើយវាអាចហោះនៅក្នុងរយៈកម្ពស់ 16 គីឡូម៉ែត្រចំពោះសភាវុធដែលត្រូវបានបំពាក់នៅលើយន្តហោះនេះមានដូចជាកាំភ្លើងយន្ត GSH 23L គឺជាកាំភ្លើងយន្តដែលមានកាណុងភ្លោះចំនួន1ដើមយន្តហោះ JH-7 វាមានកន្លែងសម្រាប់បំពាក់សភាវុធចំនួន9កន្លែងគឺនៅខាងក្រោមស្លាបនៃយន្តហោះចំនួន6កន្លែងហើយ2កន្លែងទៀតនៅចុងស្លាបនៃយន្តហោះនិង1កន្លែងទៀតនៅខាងក្រោមធុងប្រេងយន្តហោះនេះវាអាចបំពាក់គ្រាប់បែកនិងមីស៊ីលដូចជាគ្រាប់បែកទម្លាក់ប្រភេទ57មីលីម៉ែត្រនិង90មីលីម៉ែត្រវាអាចបំពាក់មីស៊ីលពីអាកាសទៅអាកាសដូចជា PL5 PL8 PL9 និង PL12 ហើយវាបានបំពាក់មីស៊ីលប្រឆាំងនាវាដូចជា YJ81 បំពាក់មីស៊ីលពីអាកាសទៅដីដូចជា AKS98 AKS088C YJ83K KD88 CM802 AKG CM705 CM704 YJ7 ឬ C701 វាអាចបំពាក់មីស៊ីលប្រឆាំងវិទ្យុសកម្មដូចជា YJ91 LD10 CM102 វាអាចបំពាក់គ្រាប់បែកធម្មតានិងគ្រាប់បែកដឹកនាំដោយប្រព័ន្ធឡាស៊ែរដូចជា LS Series 500 គីឡូក្រាមជាគ្រាប់បែកដែលបំពាក់ក្បាលគ្រាប់នាំផ្លូវដោយប្រព័ន្ធឡាស៊ែរ GB Series 1000 គីឡូក្រាម GB Series 250 គីឡូក្រាម GB Series 100 គីឡូក្រាមនិង GB Series 500 គីឡូក្រាមវាអាចបំពាក់គ្រាប់បែកនាំផ្លូវដោយសាតាឡាយដូចជា LS Series 500 គីឡូក្រាម ST Series 500 គីឡូក្រាម ST Series 250 គីឡូក្រាមគ្រាប់បែក GB6 500 គីឡូក្រាម
YJ 1000 ដក 1 ទម្ងន់ 1000 គីឡូក្រាមយន្តហោះចម្បាំង JH7 វាបានបំពាក់រ៉ាដាប្រភេទ JL10A ចំពោះយន្តហោះចម្បាំង JH7 វាមានតម្លៃ$35 លានក្នុងមួយគ្រឿងខ្ញុំបាទសូមអរគុណចំពោះការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗ